ម៉ាស៊ីនស្រេះភ្នែកមាន់ជូគីនេះជាលេខម៉ូដែលម៉ាកជូគីហើយនេះជាតាប្លូម៉ាកជូគីរបៀបកំណត់បិទឬបើកកាំបិតកាត់អំបោះខាងក្រោមក្នុងប្រូក្រាមបង្វែរមកម៉ាស៊ីនយើងវិញប្រអប់ដៃមាន2ខាងស្ដាំចុចឲ្យជើងទាធ្លាក់ខាងឆ្វេងចុចឲ្យម៉ាស៊ីនដំណើរការអញ្ចឹងចុចប្រអប់ដៃខាងស្ដាំឲ្យជើងទាធ្លាក់ចុចប្រអប់ដៃខាងឆ្វេងឲ្យម៉ាស៊ីនដំណើរការនៅពេលដែលស្រេះរត់វិលជុំរួចហើយកាំបិតធ្លាក់កាត់សាច់ក្រណាត់កន្ត្រៃកាត់អំបោះខាងក្រោមគឺអត់កាត់អំបោះដាច់ទេបែបហ្នឹងអញ្ចឹងចូលទៅកំណត់លេខបិទឬបើកកន្ត្រៃកាត់អំបោះខាងក្រោមបង្វែរទៅតាប្លូយើងវិញបិទកងតាក់ម៉ាស៊ីនបន្ទាប់មកចុចប៊ូតុងនឹងឲ្យជាប់រួចបើកកងតាក់ម៉ាស៊ីនបន្ទាប់មកចេញលេខប្រូក្រាមបែបហ្នឹងដកដៃចេញរួចចុចលេខបូកកំណត់យកលេខ22គឺជាលេខកំណត់បិទឬបើកកន្ត្រៃកាត់អំបោះខាងក្រោមលេខ22ខាងស្ដាំដៃលេខ0ចុចលេខបូកកំណត់យកលេខ1រួចចុចប៊ូតុងនឹង1ចុចប៊ូតុងនឹង1ទៀតដើម្បីឲ្យម៉ាស៊ីនដំណើរការបន្ទាប់មកចុចប្រអប់ដៃខាងស្ដាំឲ្យជើងទាធ្លាក់រួចចុចប្រអប់ដៃខាងឆ្វេងឲ្យម៉ាស៊ីនដំណើរការពេលដែលស្រេះរត់វិលជុំរួចហើយកាំបិតធ្លាក់កាត់សាច់ក្រណាត់កន្ត្រៃកាត់អំបោះខាងក្រោមគឺដាច់បែបហ្នឹងអញ្ចឹងនេះហើយគឺជារបៀបកំណត់បិទឬបើកកន្ត្រៃកាត់អំបោះខាងក្រោមក្នុងប្រូក្រាមសូមអរគុណ